សួស្តីអ្នកទាំងគ្នាចឹងថ្ងៃនេះខ្ញុំលើកយក anime មួយរឿងទៀតដើម្បីចែកជូនអ្នកទាំងគ្នាទស្សនាដោយសារតែរឿងមុនដូចគ្នាយើងមួយចំនួនបានដឹងស្រាប់អញ្ចឹងក្រុមហ៊ុន Yuku តាមប្លុកវីដេអូខ្ញុំរហូតចឹងគ្មានជំរើសក៏មានតែយកនៅរឿងផ្សេងដែលខុសអំពីក្រុមហ៊ុន Yuku ហើយរឿងដែលខ្ញុំបានលើកឡើងនៅថ្ងៃនេះខ្ញុំសូមដាក់ចំណងជើងថាទីក្រុងនៃសេចក្តីសង្ឃឹមចឹងតោះកុំឲ្យខាតពេលវេលាយូរយើងចូលទៅកាន់ខ្សែរឿងរបស់យើងទាំងអស់គ្នាចាប់ផ្ដើមនៅខ្សែរឿងមកគេក៏បានប្រាប់កាលពីថ្ងៃទី24ខែវិច្ឆិកាឆ្នាំ238ទីក្រុងយូជីងឆិនទទួលរងនឹងការលុកលុយដែលមិនធ្លាប់មានពីមុនមកអំពីសំណាក់ទីក្រុងឆ្អឹងដែកគណៈពេលដែលទទួលរងនឹងការវាយប្រហារដ៏ធំធេងមួយនេះអ្នកការពារទីក្រុងហានសៀវបានស្បល់ឲ្យថានឹងពលីដើម្បីទីក្រុងនៅពេលដែលទីក្រុងស្ទើរតែធ្លាក់ចូលទៅក្នុងការវិនិច្ឆ័យហើយនោះក្តីសង្ឃឹមទាំងអស់ក៏បានផ្ដោតទៅលើក្មេងប្រុសម្នាក់សត្វចម្លែកដែលនៅក្នុងខ្លួនរបស់គាត់បានឆ្លងកាត់ពេលវេលានិងកម្លាំងបច្ចេកវិទ្យាហើយនេះក៏ជាមូលហេតុដ៏ធំដែលទីក្រុងថៃហ្វូបានចាប់ផ្ដើមសង្គ្រាមមួយនេះឡើងមកហើយគាត់ត្រូវបានគេហៅថាជាអំណាចនៃការសាមគ្គីទោះឲ្យប្រុសរបស់យើងក៏បន្តកម្លាំងនៃការសាមគ្គីមួយនេះខ្ញុំនឹងផ្ដោតវាទៅកាន់គ្រប់គ្នានិយាយរួចសាច់រឿងក៏កម្មមកដល់3ខែក្រោយបន្ទាប់ពីទទួលរងនឹងការវាយប្រហារអំពីសំណាក់ទីក្រុងថៃហ្វូស្ថានភាពទីក្រុងយូជីងឆិនពេលនេះគឺដោយទីក្រុងគេបោះបង់ចោលបាត់ហើយនៅលើដងផ្លូវគ្មានមនុស្សម្នាមានត្រឹមតែសត្វបិសាចគណៈពេលនោះក៏ស្ទើរតែមាននៅឡានមួយគ្រឿងបានធ្វើដំណើរកាត់ទីនេះតែគណៈពេលកំពុងធ្វើដំណើរមិនបានយូរប៉ុន្មានផងក៏ត្រូវបានកំណត់គោលដៅទៅដោយសត្វបិសាចជាច្រើនក៏បានស្រែកហៅប្រមូលគ្នាដើម្បីវាយប្រហារទៅកាន់ឡានមួយគ្រឿងនោះអ្នកបើកឡានបន្ទាប់ពីចាប់អារម្មណ៍ទៅកាន់អ្វីដែលតាមពួកគេហើយនោះក៏ស្រាប់តែទទួលរងនឹងការវាយប្រហារតែម្ដងបណ្ដាលឲ្យសមាជិកដែលនៅក្នុងឡានក៏មានការផាត់ភ័យរីឯសត្វបិសាចជាច្រើនក៏បានស្មុគឡើងទៅលើឡានដើម្បីចាក់ទម្លុះចូលទៅខាងក្នុងជួបប្រទះជាមួយនឹងសត្វបិសាចដ៏ច្រើនលើសលប់បែបនេះម្នាក់គឺមិនអាចធ្វើអ្វីបានឡើយទន្ទឹមនឹងនោះនៅក្នុងឡានក៏មានវត្តមានយាយយូដែលជាតួឯកប្រុសរបស់យើងផងដែរយាយយូក៏បានមើលទៅកាន់ពពួកបិសាចដែលកំពុងតែសម្រុកចូលទាំងតក់ស្លុតខណៈពេលដែលបិសាចមួយស្ទើរតែខំចំបរោះម្នាក់ទៅហើយតើកងឡានឃើញតនក៏បានបើកទៅគៀនជញ្ជាំងគៀវាធ្លាក់ចូលទៅខាងក្រោមបន្ទាប់ពីធ្វើដំណើរបានបន្តិចទៀតក៏សត្វតែបានលេចឡើងនៅវត្តមានបរោះម្នាក់បាញ់សម្លាប់ទៅកាន់បិសាចដែលលុកលុយបិសាចទាំងអស់នោះនៅពេលដែលឃើញគ្នាគេស្លាប់អស់មួយចំនួនបែបនេះក៏បានដកថយរីឯបរោះម្នាក់នោះក៏បានប្រាប់ឲ្យគ្នាគេយកចិត្តទុកដាក់ឡានក្រុងថ្ងៃនេះបានមកដល់ហើយកន្លែងមកកាន់ក្នុងឡានវិញយាយយូក៏ជួយគ្រាបរោះម្នាក់នេះឲ្យសម្រាកគាត់ក៏បានអរគុណក៏ប្រតែបើមិនដោយសារតែយាយយូទេគាត់ក៏ត្រូវបានសម្លាប់ទៅដោយបិសាចទាំងអស់នោះវត្តហើយយាយយូក៏មកគាត់យកចិត្តទុកដាក់ពេកអីគ្រាន់តែជាបញ្ហាតូចតែប៉ុណ្ណោះក្រៅពីនេះលោកគ្រូបានបង្រៀនខ្ញុំត្រូវតែចេះជួយយកអាសាអ្នកដែលត្រូវការយើងហើយនេះក៏ជាច្បាប់ទី3នៃក្រុមវីរៈជនភ្លាមក៏បញ្ញាប់ស្ទោទៅរកកាបូបរបស់គាត់ដកយកនៅរបស់វៃម្យ៉ាងចេញមករីឯបរមម្នាក់នោះក៏បញ្ញាប់មកសួរតែឯងពិតជាក្រុមវីរៈជនមែនយាយយូក៏ប្រាប់ថាគាត់មិនមែនទេប៉ុន្តែគាត់គឺហ៊ាននឹងចូលក្រុមវីរៈជនហើយឮដូច្នេះគាត់ក៏បានរំលឹកប្រាប់យាយយូតើតើជាមួយនឹងទីក្រុងថៃហ្វូរៀននឹងចាប់ផ្ដើមសង្គ្រាមជាមួយនឹងទីក្រុងយូជីងឆិនហើយដូច្នេះឯងគឺគួរតែគិតឡើងវិញនៅពេលដែលគាត់បានដាក់ចេញទៅផុតយាយយូក៏បានបើកនៅប្រអប់នោះមកនឹកទៅដល់សម្ដីលោកគ្រូរបស់គាត់យាយយូយប់កាន់តែជ្រៅវាគឺកាន់តែកង្កឹតឯងញញឹមកាន់តែច្រើនពិភពលោករបស់ឯងនឹងកាន់តែភ្លឺគាត់ក៏បានគិតក្នុងចិត្តលោកគ្រូខ្ញុំនឹងបំពេញបំណងលោកគ្រូជាលើកចុងក្រោយដល់ខ្លាយទៅជាអ្នកការពារកំផែងក្រុងដ៏ល្អបំផុតបន្ទាប់មកសិស្សនឹងក៏កាមមកដល់ទីស្នាក់ការកណ្ដាលនៃទីក្រុងជីងឆិនសម្លេងបុរសម្នាក់ក៏និយាយទាំងមួម៉ៅថាទីក្រុងថៃគូគឺកាន់តែគ្រប់គ្រងឡើងបានហើយស្ថិតក្នុងការចរចាចុងក្រោយបង្អស់ពួកគេបានបង្កើនតម្លៃអាវុធទៅដល់ 1.5 ដងឯណោះក្នុងពេលជាមួយនឹងគ្នានោះពួកគេក៏ថែមទាំងយកពន្ធ 3% ទៅលើផលិតផលជីវសាស្ត្ររបស់យើងថែមទៀតវាអស់រយៈពេល3ឆ្នាំហើយដែលទីក្រុងថៃគូឆឹងបានកែប្រែឯកសារជាឯកតោភាគីនៅកិច្ចព្រមព្រៀងជាលើកទី2លោកម្ចាស់ស៊ូហេងដកដង្ហើមធម្មតាក៏សួរម្នាក់នោះតែគិតយ៉ាងណាដែរម្នាក់នោះដើម្បីឲ្យស្មើភាពគ្នាគេក៏ផ្ដល់គំនិតឲ្យដំឡើងពន្ធដៃរបស់យើងទៅដូចនឹងទីក្រុងថៃគូឆឹងដែរថៃគូឆឹងបានធ្វើឲ្យទីក្រុងទាំង6បានបះបោរមកកាន់ពួកយើងរួចទៅហើយបើសិនបើមិនធ្វើអ្វីម្យ៉ាងទេឧបករណ៍ដែលមានជាតិដែកធន់របស់យើងនឹងត្រូវបានពួកគេយកនៅថ្ងៃណាមួយគណៈពេលដែលគេកំពុងតែនិយាយនោះក៏ស្ទើរតែមាននៅវត្តមាននារីម្នាក់បានដើរចូលមកតបទៅកាន់ម្នាក់នោះវិញជាការពិតណាស់វាមិនអាចទៅរួចទេឮដូច្នេះម្នាក់នេះក៏ប្រាប់ទៅវិញថាកងទ័ពរបស់យើងគឺមានតែ 5000 នាក់ប៉ុណ្ណោះបើសិនបើជាទីក្រុងឆ្អឹងដែកវាលោកនោះតើយើងអាចទប់ទល់បានដោយរបៀបណាឌឺដងនាងថែមទៀតទប់ទល់ជាមួយនឹងពួកគេដោយទាហានក្បេកក្បោករបស់នាងមែនឬជាងតុងក៏បានប្រាប់ទៅវិញថាពួកយើងគ្មានដំណោះស្រាយទៀតទេលឿនចាំងស៊ូហេងក៏មើលមុខនាងក៏ធ្វើឲ្យសាច់រឿងបានកាត់មកដល់ទីតាំងមួយកន្លែងសម្លេងមនុស្សម្នាក់ក៏សួរទៅកាន់ម្នាក់ទៀតតើលោកគិតថាទីក្រុងជីងឆិនយល់ព្រមលក្ខខណ្ឌរបស់ពួកយើងដែរទេតាមអ្វីដែលខ្ញុំគិតនោះពួកគេប្រហែលជាមាននៅល្បិចខ្លះនៅពីក្រោយខ្នងម្នាក់នេះជាលូស៊ីហ្វៃដែលជាទីប្រឹក្សាទីក្រុងឆ្អឹងដែកគេក៏បានតបទៅកាន់ម្នាក់នោះវិញថាវាមិនសំខាន់ទេពួកយើងក៏បានធ្វើវារួចទៅហើយឮដូច្នេះបរិអត់ក្បាំងនោះក៏បានធ្វើតាមការណែនាំរបស់លោកផែនការរបស់យើងគឺកំពុងតែដំណើរការហើយស៊ីហ្វៃញញឹមបន្តិចក៏បានតបទៅវិញលើពីនេះទៅទៀតបន្ទាប់ពីថ្ងៃនេះទៅទីក្រុងយូជីងឆិននឹងលែងមានវត្តមាននៅទីនេះទៀតហើយតែបរិអត់ក្បាំងក៏នៅតែមិនទុកចិត្តសួរម្ដងទៀតតែប្រកាសដែរទេស៊ីហ្វៃគេក៏មានតែឲ្យរងចាំមើលប៉ុណ្ណោះបន្ទាប់មកសាររឿងក៏កាត់មកដល់ទីក្រុងជីងឆិននៅនេះវិញឡានរបស់យាយយូក៏បានធ្វើដំណើរមកដល់
មនុស្សពីរនាក់ក៏បានបង្ហាញខ្លួនប្រាប់ទៅកាន់អ្នកដែលនៅក្នុងឡានទាំងអស់ឥឡូវនេះវរៈជនហានសៀវនឹងធ្វើការត្រួតពិនិត្យជាប្រចាំឮដូច្នេះយេយូក៏បានរំលឹកវរៈជនហានសៀវតែគេអាចស្គាល់លោកគ្រូដែរទេកលែងមកកាន់អាប៉ែនេះអញ្ញាញ៉ៃពេកនឹងក៏ត្រូវបានលានសានតន់មួយជើងរួចក៏ឲ្យពួកគេបង្ហាញអត្តសញ្ញាណបានមកនេះបើយើងទៅតាមបទបញ្ញត្តិចុងក្រោយអ្នកដែលគ្មានឆន្ទៈខ្លាំងក្លាគឺមិនអនុញ្ញាតឲ្យចូលទីក្រុងនេះទេឮដូច្នេះម្នាក់ក៏ដកយកនៅបានសម្គាល់ខ្លួនមកដើម្បីឲ្យនាងត្រួតពិនិត្យនៅពេលដែលនាងកំពុងតែត្រួតពិនិត្យបណ្ដានោះយេយូក៏សត្វបាត់នៅអត្តសញ្ញាណបានភ្លាមប្រអប់ដែលលោកគ្រូរបស់គាត់បានផ្ដល់ឲ្យនោះក៏បានជ្រុះភ្លាមធានសាងក៏ចាប់អារម្មណ៍ប៉ុន្តែនាងមិនបានចាប់អារម្មណ៍ទៅកាន់ប្រអប់របស់យេយូទេតែវាគឺជាមនុស្សយន្តនៅខាងក្រោយនាងក៏បានដើរចូលមកភ្ជុំកំភ្លើងទៅកាន់គេប្រាប់ឲ្យដោះកណាត់ចេញនៅពេលដែលស្ថានភាពកំពុងតែតានតឹងនោះនៅពីក្រោយយើងក៏សត្វបានឃើញនៅដៃមនុស្សយន្តមួយវាក៏បានបញ្ចេញអាវុធមកចាក់ទម្លុះខ្លួនសមាជិករបស់ធានចាងម្នាក់ឃើញដូច្នេះម្នាក់ក៏មានការផ្ទះផ្អើលបញ្ញាប់រត់ចាក់ចេញទៅខាងក្រៅធានចាងក៏បានប្រាប់ពួកគេកុំឲ្យផ្លាស់ទីក៏លែងមកខាងក្រៅវិញអនុប្រធានក្រុមកំចាត់បិសាចលេខរៀងទី7ក៏បានប្រទះឃើញរួចក៏ប្រាប់ឲ្យកូនចៅរបស់គេទៅការពារមនុស្សនិងការពារទៅដល់មេតបដែលនៅខាងក្នុងវិញគណៈពេលដែលនាងកំពុងតែរីកាទៅកាន់គ្នានោះក៏ត្រូវបានមនុស្សយន្តដាក់មួយដៃខ្ទប់ជញ្ជាំងយាយយូឃើញចឹងចង់ទៅជួយដែរតែក៏ត្រូវបានមនុស្សទាំងអស់នេះរុញគាត់ចេញទៅខាងក្រៅគណៈពេលដែលកំពុងតែរត់ចេញនោះក៏ស្ទើរតែមាននៅលោកយាយម្នាក់បានរត់ដួលយាយយូក៏បានទៅជួយគ្រាគាត់ក៏បានញញឹមមកមើលទៅដូចជាមិនស្រួលទេរត់បានបន្តិចយាយយូក៏ចាប់អារម្មណ៍ថាគាត់បានភ្លេចកាបូបបាត់ទៅហើយក៏លែងមកកាន់ធាងសាងនេះវិញក៏បានបាញ់ទៅកាន់មនុស្សយន្តមួយនោះឲ្យជាច្រើនគ្រាប់តែវាដូចជាគ្មានបញ្ហាអ្វីតទៅសោះវាក៏បានប្រឡូតដៃយ៉ាងឆ្ងាយវាយទៅកាន់ធាងសាងប៉ុន្តែនាងក៏អាចគេចផុតបានបណ្ដាលឲ្យជាចិននៅខាងក្រោយបានផ្ទៃបាយខ្ទេចបើទោះបីជានាងអាចគេចផុតបានបន្តិចមែនប៉ុន្តែឆ្កេះរបស់នាងក៏របួសបន្តិចដែរធាងសាងក៏បានបញ្ចេញអាវុធរបស់នាងមកសម្រុកចូលបាកាវេបហានិយាយទៅកាន់មនុស្សយន្តមួយនោះហ៊ានចូលទីក្រុងរបស់យើងមើលទៅឯងគឺធុញទ្រាន់នឹងជីវិតហើយឃើញថាដំបងរបស់នាងទូចក៏ពិតមែនប៉ុន្តែរាល់មួយដំបងគឺធ្វើឲ្យមនុស្សយន្តនោះរាំងសើបន្តិចដែរតែមិនថាយ៉ាងណាមនុស្សយន្តក៏អាចបត់បែនរាងកាយគ្រប់កលៈទេសៈវាក៏បានចាប់ជើងធានសានបោកទៅមួយទំហឹងក្រោយមកវិញក៏ត្រូវបានវាវាយមួយដៃទៀតឃ្លាតទៅយ៉ាងឆ្ងាយតែប៉ុណ្នេះក៏មិនធ្វើឲ្យក៏វាដៃរបស់វាចេញរួចក៏សម្រុកចូលយកអាវុធរបស់នាងរឹតកបមនុស្សយន្តមួយនេះភ្លាមអាវុធមួយក៏បានលេចចេញពីស្មាមនុស្សយន្តបាញ់រះជុំវិញឡាននេះទាំងមូលយាយយូដែលត្រឡប់មករកកាបូបរបស់គាត់វិញស្ទើរតែត្រូវបានវាបាញ់ចំទៅហើយតែគាត់មិនបារម្ភអំពីខ្លួនឯងទេបែរជាបារម្ភទៅកាន់កាបូបរបស់គាត់វិញក៏ព្រោះតែនៅក្នុងកាបូបគឺសិតសឹងតែជាសម្ភារៈរបស់លោកគ្រូតែខ្ញុំគួរធ្វើអ្វីទៅភ្លាមក៏នឹកទៅដល់អតីតកាលនៅពេលដែលគាត់បានប្រាប់តាក់ទងជាមួយនឹងផ្លាកសញ្ញាដែលផ្ដល់ឲ្យយាយយូបន្ទះដៃដែលបានឆ្លាក់ឈ្មោះគាត់មួយនេះគឺជាផ្លាកសញ្ញានៃទាហានវីរៈជនព្រមទាំងផ្ដល់នូវការណែនាំទៅកាន់យាយយូខ្លះភ្លេងនៅពេលយប់គឺជារឿងដ៏ល្អនឹងបន្តទៅថ្ងៃស្អែកកាលមកដល់បច្ចុប្បន្នវិញគាត់ក៏គិតក្នុងចិត្តកិត្តិយសដែលលោកគ្រូបានផ្ដល់ឲ្យខ្ញុំនឹងមិនធ្វើឲ្យវាបាត់បង់នៅឡើយនិយាយរួចក៏ក្រាបដៃបញ្ចេញនូវធម្មពលប្រើប្រាស់នៅចក្ខុ1000ជាមួយនឹងស្នេហ៍មួយនេះបណ្ដាលឲ្យយាយយូបានឃើញទស្សនភាពដែលនៅជុំវិញខ្លួនបានប្រែទៅជាយឺតគាត់ក៏បានប្រញាប់សវេសវារត់សម្ដៅទៅកាន់កាបូបរបស់គាត់និងប្រញាប់យកវារត់គេចតែដោយសារតែចាប់5មិនទាន់នឹងក៏បានហក់ទៅបោកជញ្ជាំងបាត់ទៅហើយស្របពេលនោះគាត់ក៏ត្រូវបានមនុស្សយន្តមួយនោះប្រទះឃើញវាក៏បានស្កែនទៅកាន់យាយយូដឹងហើយថាបើប្រយុទ្ធជាមួយនឹងយាយយូអត្រាឈ្នះរបស់យាយយូគឺមានរហូតទៅដល់ 98.85% ឯណោះទន្ទឹមនឹងនោះបើយើងក៏លេខមកកាន់ទីស្នាក់ការកណ្ដាលវិញជាងតង់ក៏បានរំលឹកគំនិតបច្ចេកទេសដែលត្រូវបានស្នើឡើងកាលពី30ឆ្នាំមុនទាំងនេះគឺជាគម្រោងរបស់ឈីងលន់ដែលធ្វើឲ្យពិភពលោកមានការភ្ញាក់ផ្អើលអ្នកទាំងអស់គ្នាគួរតែដឹងស្រាប់ហើយអាកប្បកិរិយារបស់មនុស្សគឺតែងតែចេញអំពីខួរក្បាលទោះជាយ៉ាងណាក៏ដោយមនុស្សគឺមានការអភិវឌ្ឍមនុស្សដែលមានទេពកោសល្យជាច្រើនក៏លេចឡើងមកតែមនុស្សដែលមានខួរក្បាលអច្ឆរិយៈអត្រាដែលកើតមកគឺមានរដាប់%ប៉ុណ្ណោះនៅក្នុងចក្ខុវិស័យសាស្ត្រាចារ្យសូស៊ីគាត់បានប្រើប្រាស់ដង្កូវអ៊ីដ្រូសែនសិប្បនិម្មិតដើម្បីជួយត្រង់នេះជាក់ស្ដែងក៏ដូចជានៅខាងក្រៅរបស់យើងផងដែរឥឡូវនេះគេក៏ចាប់ផ្ដើមអភិវឌ្ឍនៅការដាក់ឈីបចូលខួរក្បាលសម្រាប់នៅក្នុងរឿងមួយនេះវិញវាមិនមែនជាឈីបទេប៉ុន្តែវាគឺជាដង្កូវសិប្បនិម្មិតចូលទៅកាន់សាច់រឿងរបស់យើងវិញដង្កូវសិប្បនិម្មិតនេះវាគឺមានសមត្ថភាពជំនួយទៅកាន់ខួរក្បាលនិងអ្វីៗផ្សេងទៀតដែលមានដូចជាបង្កើនការរំលាយអាហារនិងអរម៉ូនផ្សេងវាអនុញ្ញាតឲ្យមនុស្សទទួលបាននូវការប្រតិកម្មដ៏អស្ចារ្យរាងកាយដែលត្រូវបានគេពិសោធន៍ដោយជោគជ័យត្រូវបានគេហៅថាសុទ្ធអ៊ីដ្រូសែនមកដល់ចំណុចនេះខ្ញុំក៏សូមប្រាប់ទៅចោះតួឯកប្រុសរបស់យើងក៏ជាម្នាក់ក្នុងចំណោមមនុស្សដែលត្រូវបានគេយកទៅពិសោធន៍ផងដែរជាងតុងក៏បានបន្តប្រសិនបើជាទីក្រុងជីងឆិនអាចបង្វឹកមនុស្សដែលត្រូវបានគេពិសោធន៍ចំនួន 1000 នាក់បាននោះដល់ពេលនោះយើងប្រកាសជាអាចកម្ចាត់ទៅកាន់ទីក្រុងឆ្អឹងដែកបានទាំងស្រុងលោកម្ចាស់ស៊ូហេងក៏បាននិយាយទៅកាន់វិជ្ជបណ្ឌិតហាលតាមអ្វីដែលខ្ញុំដឹងគម្រោងទិន្នន័យរបស់ឈីង
លាន់ត្រូវបានរក្សាទុកក្នុងការស្រាវជ្រាវវិទ្យាសាស្ត្ររបស់អ្នកវិជ្ជាបណ្ឌិតហល់ក៏បានប្រាប់ទៅវិញថាវាពិតជានៅគាត់មែនទោះជាយ៉ាងណាក៏ដោយផែនការរបស់ឈៀងលាន់គឺមិនល្អឥតខ្ចោះនោះទេអត្រាទទួលមរណភាពបន្ទាប់ពីដាក់ទៅកៅសិប្បនិម្មិតនេះចូលគឺមានរហូតដល់ 99.5% ឯណោះរីឯអ្នកដែលរស់រានមានជីវិតថែមទាំងមិនអាចគ្រប់គ្រងទៅលើខ្លួនឯងបានទៀតផែនការរបស់ឈៀងលាន់មួយនេះចាំបាច់គឺត្រូវតែកែសម្រួលដាច់ខាតគម្រោងឈៀងលាន់គឺមិនអាចខ្លាចជាការពិតនោះទេស្របពេលនោះបើយើងកលែងមកកាន់យាយយូនេះវិញគាត់ក៏គិតក្នុងចិត្តថាលោកគ្រូគឺពិតជានិយាយត្រូវស្នៀតមួយនេះគឺមិនអាចប្រើប្រាស់បាននៅឡើយរីឯមនុស្សយន្តមួយនោះក៏ដឹងហើយថានេះគឺជារាងកាយដែលត្រូវបានពិសោធន៍រំដោះខ្លួនចេញអំពីធានសាងហើយក៏បន្តឲ្យខ្ញុំត្រឡប់ទៅរកម្ចាស់របស់ខ្ញុំវិញស្របពេលនោះបរិយានៅខាងលើក៏បានប្រាប់ទៅកាន់ធានសាងកុំឲ្យកម្រើកគាត់ត្រៀមខ្លួនរួចហើយមិនចាំយូរទៀតក៏បានមួយគ្រាប់សម្ដៅទៅកាន់មនុស្សយន្តមួយនោះមួយគ្រាប់មួយនេះក៏ពិតជាខ្លាំងក្លាខ្លាំងមែនទែនទម្លុះទាំងដំបូលឡាននិងក្បាលមនុស្សយន្តធ្លាក់ចុះនៅឈីបអ្វីមួយយ៉ាងទៅលើកាបូបរបស់យាយយូគេក៏បានទីនៅមនុស្សយន្តមួយនេះចេញទៅខាងក្រៅសមាជិក2នាក់ទៀតក៏បានបាញ់ទម្លាក់ធ្លាក់ចុះទៅខាងក្រោមវិញរីឯអាចារ្យធានសាងក៏បានដើរមកនិយាយតែមុំម៉ៅហើយថាហ៊ានរញ៉េរញ៉ៃជាមួយនឹងយើងផងទៅងាប់ឲ្យបាត់ទៅចំណែកឯយាយយូនេះវិញទីបំផុតគាត់ក៏ទទួលបាននូវកម្លាំងបន្តិចបន្តួចវិញហើយស្របពេលនោះលោកតាម្នាក់ដែលអេដមីនច្រឡំថាយាយនោះបានដើរមកវិញក៏ធ្វើឲ្យយាយយូងងឆ្ងល់សួរគាត់តើមកវិញធ្វើអ្វីគាត់មិនបានតបនោះឡើយក៏និយាយតែម្នាក់ឯងទីបំផុតវាបែរជាធ្លាក់ទៅលើមនុស្សឈួតទៅវិញយាយយូក៏នៅតែមិនអស់ចិត្តសួរគាត់ម្ដងទៀតតែគាត់ក៏នៅតែដដែលបើមើលទៅតាមដៃរបស់គាត់យើងក៏ដឹងហើយថាលោកតាម្នាក់នេះហើយជាអ្នកសម្លាប់សមាជិកម្នាក់របស់ធានសាងបន្ទាប់ពីបញ្ឆេះទៅកាន់ឡានមួយនេះរួចក៏នៅតែមុំម៉ៅនិយាយតែម្នាក់ឯងនៅក្នុងទីក្រុងជីងឆាន់នេះយើងគឺជាអ្នកបង្កើតមនុស្សយន្តដ៏អស្ចារ្យគ្រប់គ្នាថ្ងៃនេះគឺត្រូវតែបង់តម្លៃតបស្នងនៃការស្លាប់ស្របពេលនោះធានសាងក៏ចាប់អារម្មណ៍ប្រាប់សមាជិករបស់នាងឲ្យបញ្ឈប់ព្រោះតែនៅលើឡានគឺមានមនុស្សយន្តមួយទៀតគ្រប់គ្នាក៏ទទួលបញ្ជាធ្វើការបាញ់ប្រហារអនុចារ្យអីតែយាយយូនៅលើឡានមិនដឹងអ្វីទាល់តែសោះទន្ទឹមនឹងនោះម្នាក់នៅខាងលើក៏បានស្កេនឃើញថាមានមនុស្សស្ថិតនៅលើឡានក៏បានប្រាប់គ្នាគេឲ្យបញ្ឈប់តែនាងក៏នៅតែប្រាប់ឲ្យបាញ់វាប្រហារក៏ព្រោះតែបេសកកម្មរបស់ពួកគេគឺត្រូវតែសម្លាប់ទៅកាន់មនុស្សយន្តរីឯយាយយូដែលនៅលើឡានឯនេះវិញក៏បានរត់គេចមកដល់ខាងមុខបើកភ្នែកធំក៏ព្រោះតែនៅចំពោះមុខគឺសុទ្ធសឹងតែជាមនុស្សអ្នកដែលរត់មិនទាន់ក៏ត្រូវបានឡាននេះកិនបណ្ដាដោយសារតែមិនអាចបើកភ្នែកមើលបានក៏បានទៅទាញចង្កូតដើម្បីគេចចេញអំពីមនុស្សទាំងអស់នោះតែគាត់ក៏ត្រូវបានលោកតាចំណាស់យកដៃដ៏រញ៉េរញ៉ៃរបស់គាត់ចាប់ច្បាច់កឡើងទៅខាងលើសោះទាំងសប្បាយចិត្តថែមទៀតឯងរកសេចក្តីស្លាប់ហើយរួចក៏បានចាក់ទម្លុះបំពង់ករបស់យាយយូតែម្ដងស្របពេលនោះធានសាងក៏បានឲ្យកូនចៅរបស់នាងយកនៅបេមួយមកតម្រង់រួចក៏បានបាញ់ចេញទៅទន្ទឹមនឹងនោះស្ថិតនៅលើឡានវិញយាយយូក៏បានកំទេចទៅកាន់ដៃរបស់លោកតាចំណាស់រីឯរបួសរបស់គាត់ក៏បានជាទៅបន្តិចម្ដងបន្ទាប់មកគាត់ក៏បានរត់សម្ដៅទៅរកលោកតាចំណាស់ក៏ស្របពេលដែលបេបានមកដល់ល្មមទោះនៅឡានមួយនេះក៏ឡាប់ទៅជាច្រើនតង់ក្រោយពីអ្វីៗបានស្ងាត់បាត់ទៅបន្តិចលោកតាម្នាក់នោះគាត់គឺមិនមានរឿងអ្វីកើតឡើងនោះឡើយក៏ដោយសារតែគាត់បានយកដៃបង្កើតជាខែដើម្បីការពារខ្លួនចេញមកខាងក្រៅវិញក៏ថែមទាំងបានស្ទើរឌឺដងថែមទៀតបន្ទាប់មកក៏បន្តបើកឡានដេញបុកទៅកាន់មនុស្សទាំងអស់នោះឃើញចឹងធានសាងជាមួយនឹងសមាជិករបស់នាងក៏បានបាញ់ម៉ូតូដើម្បីបញ្ឈប់ទៅកាន់លោកតាចំណាស់ស្របពេលនោះផងដែរកលែងមកកាន់យាយយូនេះវិញក៏បានបើកភ្នែកពោពេញទៅដោយពន្លឺនិយាយថាសៀវភៅណែនាំវីរៈជនមេត្រាទី2មនុស្សអាក្រក់ទាំងអស់នឹងត្រូវបានបំផ្លាញដោយគ្មានមេត្តាបន្ទាប់មកក៏ស្ទុះទៅយ៉ាងលឿនចាប់ដៃលោកតាចំណាស់ជាប់រួចក៏បានបោកទៅពេញទំហឹងតែអ្វីដែលគ្រោះថ្នាក់ពេលនេះនៅចំពោះមុខគឺសុទ្ធតែជាមនុស្សរីឯនៅពីក្រោយគឺមាននៅក្របបេចំណែកឯចង្កូតវិញក៏បានខូចទៀតភ្លាមនោះក៏ចាប់អារម្មណ៍នឹងប្រហោងអ្វីម្យ៉ាងក៏បានលូកចូលទៅដើម្បីទីបញ្ឈប់ឡានស្របពេលដែលស្ថានភាពកាន់តែគ្រោះថ្នាក់នោះយាយយូក៏នៅតែបន្តខិតខំប្រឹងប្រែងភ្លាមក៏សត្វតែមានមនុស្សម្នាក់បានចេញមកវិបហាធានសាងពេញទំហឹងក៏ស្របពេលដែលឡានបានផ្ទុះក្រឡប់ម្ដងទៀតសរសើរឡាននេះពីរគ្រាប់ហើយនៅតែមិនទាន់ខ្ទេចទៀតដល់ឡែកធានសាងនេះវិញក៏បានដេកស្អាតបាត់ទៅហើយឈាមជាច្រើនក៏បានហូរចេញមកសមាជិកក្រុមរបស់នាងក៏បានហៅប្រធានក្រុមពួកគេក៏បានបញ្ញាបញ្ជូនប្រធានក្រុមទៅស្ថានីយ៍ដើម្បីព្យាបាលរីឯអនុប្រធានក្រុមវិញក៏បានដឹកនាំគ្នាដើម្បីទៅឆែកមើលចូលមកដល់ខាងក្នុងក៏បានឃើញនៅលោកតាចំណាស់កំពុងតែដេកស្ដុកស្ដឹងមិនដឹងថាស្លាប់ឬនៅទៅទេគាត់ក៏បានបង្វែររូបរាងកាយរបស់គេមកមើលក៏ធ្វើឲ្យសមាជិកម្នាក់បានភ្ញាក់ផ្អើលហើយថាបច្ចេកវិទ្យាទីក្រុងឆ្អឹងដែកកាន់តែរីកចម្រើនហើយអនុប្រធានក៏បានប្រាប់កូនចៅឲ្យបញ្ជូនគេទៅវិទ្យាស្ថានស្រាវជ្រាវវិទ្យាសាស្ត្រនៅទីក្រុងបន្ទាប់មកសាច់រឿងក៏កាន់មកដល់ Lucy Faye ម្ដងទៀតហើយគេក៏បាននិយាយតែម្នាក់ឯងនៅពេលដែលពេលវេលាអំណោយផលវាក៏គួរដល់ពេលប្រកល់មកកាន់ខ្ញុំហើយស្របពេលដែលយើងមិនទាន់ដឹងថាគេចង់មានន័យបែបម៉េចផងនោះសាច់រឿងក៏កាន់មកដល់វិទ្យាស្ថានស្រាវជ្រាវ Ambers នៅទីនេះពួកគេក៏កំពុងតែស្រាវជ្រាវទៅលើលោកតាម្នាក់នោះភ្លាមក៏សត្វតែមាននៅអ្វីម្យ៉ាងដែលដូចជាពីងពាងបានវាចេញអំពីរូបរាងកាយរបស់គាត់វាក៏ថែមទាំងមានសមត្ថភាពអាចបំបាំងកាយបានទៀតបន្ទាប់ពីសម្លាប់ទៅកាន់បារម្ភម្នាក់នេះរួចក៏បានធ្វើដំណើរមកដល់បន្ទប់មួយក្រោយពីឆ្កឹះឆ្កៀលបានបន្តិចក៏អាចដោះសោចូលទៅខាងក្នុងបានហើយទាំងអស់នេះក៏សុទ្ធសឹងតែជាគម្រោង Lucy Faye ដើម្បីលួចយកទិន្នន័យនៅពេលដែលយើងមិនទាន់ដឹងថានឹងមានរឿងអ្វីកើតឡើងបន្តផងនោះសាច់រឿងមួយភាគនេះក៏បានមកដល់ទីបញ្ចប់ផងដែរចាំមកពេញចិត្តនៅវីដេអូនេះកុំភ្លេចជួយ Like Subscribe ខ្ញុំម្នាក់មួយផងវីដេអូនេះក៏មានតែប៉ុណ្្នឹង
នឹងទេយើងចាំជួបគ្នានៅវីដេអូក្រោយបាយបាយ